លោកអ្នកនាងជាទីមេត្រីសាលាអន្តរជាតិច័ន្ទយុនបានប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់មត្តេយ្យកម្រិតខ្ពស់ថ្នាក់ទី6ថ្នាក់ទី9និងប្រគល់បានសរសើរនិងលិខិតសរសើរដល់បុគ្គលិកនិងគ្រូឆ្នើមនិងសិស្សពូកែប្រចាំឆ្នាំសិក្សា2024-2025សរុបប្រមាណ418នាក់គណៈគ្រប់គ្រងនៃសាលាអន្តរជាតិច័ន្ទយុនបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្សរបស់ខ្លួនដែលបានបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យកម្រិតខ្ពស់ថ្នាក់ទី6ថ្នាក់ទី9និងប្រគល់បានសរសើរនិងលិខិតសរសើរដល់បុគ្គលិកនិងគ្រូឆ្នើមនិងសិស្សពូកែប្រចាំឆ្នាំសិក្សា2024-2025សរុប418នាក់នាព្រឹកថ្ងៃទី23ខែសីហាឆ្នាំ2025ក្រោមវត្តមានលោកជំទាវខុនរចនាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាលោកណប់ច័ន្ទនាយកសាលាអន្តរជាតិច័ន្ទយុនបានបង្ហាញពីមោទនភាពក្នុងនាមជាវិស័យឯកជនដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្ដុះធនធានមនុស្សសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលអនាគតលោកបានឲ្យដឹងថាសិស្សបញ្ចប់ថ្នាក់មត្តេយ្យកម្រិតខ្ពស់ដែលត្រូវទទួលបានវិញ្ញាបនបត្រនាពេលនេះមាន83នាក់សិស្សពូកែដែលទទួលបានចំណាត់ថ្នាក់ពីលេខ1ដល់លេខ3មាន165នាក់សិស្សដែលបានបញ្ចប់ថ្នាក់ទី6និងថ្នាក់ទី9មាន63នាក់សិស្សដែលទទួលបានផ្នែកអាកប្បកិរិយាល្អបំផុតមាន99នាក់សិស្សដែលបានបញ្ចប់ភាសាអង់គ្លេសកម្រិត6មាន8នាក់និងគ្រូឆ្នើមមាន9រូបព្រមទាំងបុគ្គលិកដែលបានបម្រើការងារនៅសាលារយៈពេលជាង5ឆ្នាំក៏ត្រូវទទួលបានប័ណ្ណសរសើរនិងលិខិតសរសើរនាពេលនេះផងដែរក្នុងនាមជាគណៈគ្រប់គ្រងសាលាលោកណប់ច័ន្ទបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការពីមាតាបិតាអាណាព្យាបាលសិស្សលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ក្នុងកិច្ចការបង្រៀននិងរៀនគ្រប់ពេលវេលាទាំងនៅផ្ទះនិងនៅសាលារៀនរហូតទទួលបានលទ្ធផលដ៏ល្អប្រសើរនាពេលនេះចំពោះសិស្សានុសិស្សដទៃទៀតដែលមិនទាន់បានទទួលលទ្ធផលល្អនោះត្រូវព្យាយាមសិក្សាបន្ថែមដើម្បីទទួលបានលទ្ធផលល្អសម្រាប់ឆ្នាំថ្មីដោយត្រូវបន្តព្យាយាមខិតខំស្វ័យសិក្សាបន្ថែមត្រូវមានការជួយពីមាតាបិតាអាណាព្យាបាលសិស្សក្នុងការពិនិត្យនិងតាមដានការសិក្សាជួយដាស់តឿនសិស្សក្នុងការសិក្សាពិសេសធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យបានទៀងទាត់ត្រូវមករៀនទៀងទាត់ពេលវេលាបណ្ដុះទម្លាប់និងអត្តចរិតនិងឥរិយាបថល្អក្នុងការសិក្សានិងការរស់នៅក្នុងឱកាសនោះលោកជំទាវខុនរចនាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានចូលរួមអបអរសាទរដល់សិស្សានុសិស្សជាលិភីទាំងអស់នាពេលនេះនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងសាលាអន្តរជាតិច័ន្ទយុនបុគ្គលិកអប់រំលោកគ្រូអ្នកគ្រូជាពិសេសឪពុកម្ដាយនិងអាណាព្យាបាលសិស្សទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការវិនិយោគលើវិស័យអប់រំដល់កុលបុត្រកុលធីតាហើយលទ្ធផលថ្ងៃនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នាក្នុងការបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សីនិងជាអ្នកបន្តវេនដឹកនាំដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិនាពេលអនាគតសូមបញ្ជាក់ថាសាលាអន្តរជាតិច័ន្ទយុនបានចាប់ផ្ដើមបើកដំណើរការជាផ្លូវការនាថ្ងៃទី5ខែធ្នូឆ្នាំ2016ដោយមានត្រឹមតែកម្រិតមត្តេយ្យសិក្សានៅមួយទីតាំងប៉ុណ្ណោះប៉ុន្តែរហូតមកទល់បច្ចុប្បន្ននេះសាលាអន្តរជាតិច័ន្ទយុនបានពង្រីកសាខាចំនួន4ទីតាំងផ្សេងគ្នាក្នុងនោះមានអគារមត្តេយ្យសិក្សាបឋមសិក្សានិងមធ្យមសិក្សាស្ថិតនៅភូមិព្រៃទា1សង្កាត់ចោមចៅទី3ខណ្ឌពោធិ៍សែនជ័យនិងមួយសាខាទៀតដែលទើបបើកដំណើរការជាផ្លូវការនាខែតុលាឆ្នាំ2024ស្ថិតក្នុងសង្កាត់អូបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញមានអគារមត្តេយ្យសិក្សានិងអគារបឋមសិក្សានិងផ្ដល់ការបណ្ដុះបណ្ដាល3ភាសាគឺភាសាខ្មែរកម្មវិធីចំណេះដឹងទូទៅស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡានិងភាសាអង់គ្លេសភាសាចិនគ្រប់កម្រិតសម្រាប់ឆ្នាំសិក្សាថ្មីនេះសាលាអន្តរជាតិច័ន្ទយុនក៏នឹងដាក់បញ្ចូលការប្រើប្រាស់កម្មវិធីថ្នាក់កុំព្យូទ័រពីថ្នាក់ទី4ដល់ថ្នាក់ទី12ផងដែរ